ទីវារត់ប្រណាំងស្ត្រីចម្ងាយ10គីឡូម៉ែត្រឆ្នាំ2026នឹងរៀបចំប្រពខួបលើកទី5នៅថ្ងៃទី8ខែមិនិនានៅមុខសួនច្បារវត្តបទុមវតីរាជធានីភ្នំពេញគណៈដែលថ្នាក់ដឹកនាំគណៈកម្មាធិការអូឡ িম্প ិកកម្ពុជារំពឹងថានឹងមានអ្នកចូលរួមលើសពី 4000 នាក់នេះបើតាមប្រសាសន៍ឯកឧត្តមវត្តចម្រើនអគ្គលេខាធិការគណៈកម្មការជាតិអូឡ িম্প ិកកម្ពុជាថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីទិវារត់ប្រណាំងស្ត្រីចម្ងាយ10គីឡូម៉ែត្រនិងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការរយៈពេល5ឆ្នាំរវាងគណៈកម្មការជាតិអូឡ িম্প ិកកម្ពុជាជាមួយអ្នកឧបត្ថម្ភធំសវណ្ណភូមិឡាយនាព្រឹកថ្ងៃទី30ខែមករាឆ្នាំ2026នៅគណៈកម្មការជាតិអូឡ িম্প ិកកម្ពុជាឯកឧត្តមវត្តចម្រើនបានបន្តថានេះជាលើកទី5ហើយដែលគណៈកម្មការជាតិអូឡ িম্প ិកកម្ពុជាក្រោមទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលដើម្បីលើកកម្ពស់ស្ត្រីនិងសមាជិកភាពស្ត្រីក្នុងវិស័យកីឡាជាក់ស្ដែងរយៈពេល4ឆ្នាំមកនេះទិវារត់ប្រណាំងស្ត្រីចម្ងាយ10គីឡូម៉ែត្របានទាក់ទាញការចូលរួមយ៉ាងច្រើនពីប្រជាពលរដ្ឋជាពិសេសស្ត្រីដើម្បីលើកកម្ពស់ស្ត្រីពីព្រោះស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិហើយស្ត្រីក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកីឡានៅក្នុងប្រទេសកម្ពុជាដែរសពថ្ងៃនេះកម្ពុជាកំពុងដាក់គោលដៅជំរុញស្ត្រីឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍តំបន់ក៏ដូចជាអន្តរជាតិឲ្យបានយ៉ាងហោចណាស់40ទៅ50%រហូតដល់ឆ្នាំ2028លោកខាន់មេងមានប្រសាសន៍ថាព្រឹត្តិការណ៍ទិវារត់ប្រណាំងស្ត្រីចម្ងាយ10គីឡូម៉ែត្រជាលើកទី5ក្រៅប្រធានបទស្ត្រីរត់លើវិថីនៃសន្តិភាពជាព្រឹត្តិការណ៍មួយដ៏វិសេសវិសាលត្រូវបានរៀបចំឡើងដើម្បីអបអរសាទរទិវាអន្តរជាតិនារីក្នុងគោលបំណងរួបរวมសាមគ្គីគ្នាក្នុងសហគមន៍លើកកម្ពស់សុខភាពកាយសម្បទានិងសកម្មភាពសង្គមដ៏មានអត្ថន័យព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះបានឆ្លុះបញ្ចាំងពីការបដិញ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រដល់ភាពរឹងមាំរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំនៅទូទាំងប្រទេសកម្ពុជាសម្រាប់ទិសដៅនាពេលខាងមុខគណៈកម្មការជាតិអូឡ িম্প ិកកម្ពុជាសហការជាមួយក្រុមហ៊ុនសវណ្ណភូមិឡាយមានផែនការនឹងបន្តរៀបចំព្រឹត្តិការណ៍ទិវារត់ប្រណាំងស្ត្រីចម្ងាយ10គីឡូម៉ែត្រសម្រាប់រយៈពេល5ឆ្នាំបន្តទៀតដើម្បីពង្រឹងការបដិញ្ញាចិត្តនិងការពង្រឹងអំណាចដល់ស្ត្រីគ្រប់វ័យនិងគ្រប់មជ្ឈដ្ឋានលោកសែមផល្លាបានមានប្រសាសន៍ឲ្យដឹងថាព្រឹត្តិការណ៍រត់ប្រណាំងនាពេលខាងមុខនេះនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី8ខែមិនិនាឆ្នាំ2026ចាប់ពីម៉ោង5ព្រឹកតទៅនៅសួនច្បារខាងមុខវត្តបទុមវតីហើយអ្នកចូលរួមទាំងអស់អាចជ្រើសរើសប្រភេទចម្ងាយរត់10គីឡូម៉ែត្រនិង4គីឡូម៉ែត្រទោះបីជាកម្មវិធីនេះជាព្រឹត្តិការណ៍ទិវារត់ប្រណាំងស្ត្រីចម្ងាយ10គីឡូម៉ែត្រក៏ដោយប៉ុន្តែបុរសក៏អាចចូលរួមបានផងដែរអ្នកចុះឈ្មោះចូលរួមទាំងអស់នឹងទទួលបានអាវយឺតកាតាបកីឡានិងស្លាកលេខសម្គាល់ហើយជាពិសេសសម្រាប់នារីដែលចូលរួមនឹងទទួលបានកាដូអនុស្សាវរីយ៍ក្រមាខ្មែរដ៏ពិសេសមួយផងដែរសម្រាប់អ្នករត់ដល់ទីទាំងអស់មិនថាចម្ងាយណានោះទេនឹងទទួលបានមេដាយដែលមានរូបរាងលេខ8តំណាងជាពិសេសដល់ទិវានារីអន្តរជាតិ8មិនិនាចាប់តាំងពីទិវារត់ប្រណាំងស្ត្រីចម្ងាយ10គីឡូម៉ែត្រដែលមានអ្នកចូលរួមប្រមាណជាង2000នាក់នៅក្នុងឆ្នាំ2020រហូតមានការកើនឡើងដល់ប្រមាណ3000នាក់ក្នុងឆ្នាំ2025លោកសង្ឃឹមថាអាចកើនឡើងដល់4000នាក់នៅក្នុងឆ្នាំ2026នេះ